មានអ្វីថ្មីឲ្យខ្លាយទៀតបន្ទាប់ពីព្រឹត្តិការណ៍កីឡាទេសចរដែលក្រុមប្រទេសកីឡាមូលនិធិដែលនឹងផ្ទាត់នៅក្នុងថ្ងៃនេះសម្រាប់នៅថ្ងៃទី7ខែមីនាឆ្នាំ2027ខាងមុខនេះសម្រាប់ខេត្តសៀមរាបយើងនឹងមានព្រឹត្តិការណ៍មួយថ្មីប្លែកមកទៀតហើយដែលមន្ត្រីទេសចរខេត្តបានរៀបចំឡើងដោយមានការគាំទ្រពីអាដាមសូសុពុត្រាអភិបាលនៃគណៈបាលខេត្តហើយនៅក្នុងនោះមន្ត្រីទេសចរនឹងរៀបចំជាព្រឹត្តិការណ៍ទេសចរស្ទឹងត្រែងលើសពីទន្លេលើសពីធម្មតា Beyond the world beyond the ordinary ក្នុងន័យនេះគឺមន្ត្រីទេសចររៀបចំជាព្រឹត្តិការណ៍ក្នុងដំណើរព្យុហយាត្រាចម្ងាយ3គីឡូកន្លះនៅក្នុងក្រុងស្ទឹងត្រែងបាទខេត្តស្ទឹងត្រែងយើងនេះបាទគឺនៅថ្ងៃទី7ខែមីនាឆ្នាំ2026ហ្នឹងនេះហើយយើងនៅក្នុងនោះគឺក្នុងគោលបំណងដើម្បីការអបអរសាទរទិវាជាតិទីក្រុងស្អាតឆ្នាំ2026ផងដែរបាទដើម្បីការផ្សារភ្ជាប់នៅក្នុងព្រឹត្តិការណ៍នោះយើងនឹងមាននៅដំណើរកំសាន្តទេសចរផ្សារភ្ជាប់ទឹកដីស្រឡាញ់ជាតិត្រូវស្គាល់ទឹកដីនៅក្នុងនេះការដាក់ចេញជំរុញនៃចលនាទេសចរក្នុងស្រុកគឺផ្ដើមចេញពីថ្នាក់ដឹកនាំយើងនឹងមានដំណើរកំសាន្តទេសចរទៅកាន់តំបន់ទេសភាពព្រៃលិចទឹកតំបន់ដីសើមទន្លេមេគង្គតំបន់រាមសាទន្លេមេគង្គលើនៅក្នុងសហគមន៍អេកូទេសចរបរិយអូស្វាយក្នុងស្រុកបរិយអូស្វាយសែនជ័យនេះអញ្ចឹងគឺនឹងខេត្តស្ទឹងត្រែងនឹងមានការរៀបចំនៅព្រឹត្តិការណ៍មួយទៀតសូមអញ្ចឹងសូមអញ្ជើញភ្ញៀវជាតិអន្តរជាតិបងប្អូនប្រជាពលរដ្ឋទាំងអស់អញ្ជើញចូលរួមក្នុងការដំណើរកំសាន្តទាំងអស់គ្នាហើយនៅក្នុងព្រឹត្តិការណ៍នោះផងដែរនឹងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងទេសចរក្នុងថ្នាក់ដឹកនាំខេត្តចូលរួមនៅក្នុងព្រឹត្តិការណ៍នោះផងដែរហើយចំពោះអ្នកដែលបានចូលរួមមុនគេនឹងមានការចុះឈ្មោះគឺផ្ដល់អាវជូនដោយ free អាវដ៏ស្រស់ស្អាតមួយគឺផ្ដល់ជូនបាទដោយសារតែអាវមានចំនួនកំណត់អញ្ចឹងគឺមន្ត្រីទេសចរផ្ដល់នៅចំនួនកំណត់មួយតែប៉ុណ្ណោះដែលបានផ្ដល់អ្នកដែលចុះឈ្មោះមុនគឺនឹងបានទទួលនៅអាវយឺតដ៏ស្រស់ស្អាតមួយបាទហើយបងប្អូនចាប់អារម្មណ៍ក្នុងការជីវអាវបន្ថែមក៏អាចធ្វើការតំណែងជាមួយនឹងក្រុមការងារមន្ត្រីទេសចរបាទក្រុមការងារដើម្បីជួយសម្របសម្រួលក្នុងការបោះអាវបន្ថែមជូនបាទយើងកំណត់ត្រឹមតែថ្ងៃទី20ទេគឺចប់បាទព័ត៌មាននេះនៅក្នុងថ្ងៃទី20ខែមីនានៅក្នុងថ្ងៃទី20ខែកុម្ភៈយើងនេះបាទយើងនឹងបញ្ចប់បាទយើងជួបទទួលរាល់ព័ត៌មានអញ្ចឹងគឺយើងធ្វើការបោះពុម្ពអាវចេញសម្រាប់ក្នុងការចែកជូនក្នុងព្រឹត្តិការណ៍តែម្ដងបាទសូមអរគុណ